បងមកណាខ្លះដូចម៉ានីកាដែរថ្ងៃណាដែលរវល់គឺរវល់ខ្លាំងមែនតើថ្ងៃនេះម៉ានីកាខំងើបពីព្រឹកដើម្បីទៅថតបញ្ចប់រឿងបើនិយាយពីអាកាសធាតុវិញគឺក្តៅដូចនៅវាលខ្សាច់សាហារ៉ាអញ្ចឹងបងប៉ុន្តែទាំងតួសម្ដែងនិងក្រុមការងារគឺអត់រីថយទេថតធ្វើមិនតតែចប់ហើយតនពេលវេលាតែសំថ្ងៃទៀតសំខាន់ថ្ងៃហ្នឹងម៉ានីកាត្រូវទៅចូលរួមកម្មវិធីមួយទៀតចឹងតតែរត់បានតនបងឥឡូវនេះម៉ានីកាប្រញាប់មែនទែនបងដោយសារតែម៉ានីកាត្រូវចូលរួមកម្មវិធីនេះទៀតដោយសារតែថ្ងៃនេះម៉ានីកាថតត្រូវថ្ងៃនិងធលីដីច្រើនចឹងម៉ានីកាត្រូវចាំបាច់លាងសម្អាតមុខពួកអីបើលាងទេធានាថារលមុខតែម្ដងហើយម៉ានីកាលាងសម្អាតមុខដោយប្រើ Agnes Creamy Wash គឺជាផលិតផលដ៏ល្បីល្បាញពីក្រុមហ៊ុនរបស់ប្រទេសជប៉ុនដែលមានឯកទេសខាងព្យាបាលមុខមុនហើយផលិតផលនេះគឺមិនមានតែហ្វូមលាងមុខទេបងគឺមានទាំងថន័រនិងគ្រីមបន្តក់លើមុនទៀតហើយឈុតដែលម៉ានីកាកំពុងតែប្រើនេះអាចប្រើចាប់ពីអាយុ13ឆ្នាំឡើងទៅហើយថ្ងៃនេះដែរម៉ានីកាប្រញាប់ទៅលេងស្តង់ពិព័រណ៍ Roto Skin Science Tour ដែលមានតាំងផលិតផលល្អៗដូចជា Agnes Skin Aqua និង Roto សំខាន់ពេលទៅដល់ស្តង់ផ្ទាល់គឺយើងមានឱកាសបានពិនិត្យស្បែកមុខដោយអ្នកជំនាញជាមួយនឹងម៉ាស៊ីនពិនិត្យដ៏ទំនើបដែលអាចឲ្យយើងដឹងពីបញ្ហាស្បែកមុខហើយគួរព្យាបាលដោយរបៀបណាអញ្ចឹងស្តង់យើងតាំងពីផឹកមករហូតដល់ល្ងាចស្មាននេះជាពិសេសនៅទីនោះមានតាំងផលិតផលល្អៗដូចជា Agnes និង Skin Aquaនៅនឹងក៏មានឈុត Agnes ដែលម៉ានីកាប្រើប្រាស់ដែរបងអាចអញ្ជើញទៅទិញផលិតផលទាំងនោះជាមួយនឹងតម្លៃដ៏ពិសេសហើយថែមទាំងអាចចាប់ឆ្នោតយករង្វាន់ទៀតផងដោយម៉ានីកាអញ្ចឹងថ្ងៃនេះគឺចាប់បានបលចង់សក់មួយហើយក៏មានល្បែងកម្សាន្តជាច្រើនដែលបងអាចឈ្នះរង្វាន់ជាផលិតផលពី Agnes Cambodia ការតាំងពិព័រណ៍នេះនឹងមានធ្វើឡើងម្ដងទៀតនៅ K-Mall ថ្ងៃទី10និង Eden Garden ថ្ងៃទី12និងមាននៅ CJCC និង Box Street ក្នុងពេលឆាប់ៗនេះផងដែរជួបគ្នានៅ Roto Skin Science Tour អរគុណបងប្អូន